ជាអាវុធដែលទាហានថៃបាញ់កំទេចប្រាសាទតាក្របីក្នុងសង្គ្រាម21ថ្ងៃក្នុងវីដេអូមុនខ្ញុំបាននិយាយរួចហើយថាដើម្បីឈ្លានពានទឹកដីខ្មែរថៃបានប្រើកងទ័ពចំនួន180,000 នាក់និងប្រើប្រាស់សពាវុធដែលខ្លួនមានទាំងប៉ុន្មានយកមកប្រើទាំងអស់ក្នុងនោះក៏មានកាំភ្លើងការពារអាកាសមួយប្រភេទដែលប្រដៅប្រទេសស្វីសក្នុងឆ្នាំ1934ផងដែរដោយនៅក្នុងសម័យនោះវាត្រូវបានគេទទួលស្គាល់ថាជាកាំភ្លើងការពារអាកាសដ៏ល្អបំផុតប៉ុន្តែស្ថិតនៅក្នុងបរិបទសង្គ្រាមសម័យថ្មីនេះវិញវាមិនអាចបាញ់ទម្លាក់យន្តហោះចម្បាំងទំនើបបាននោះទេនៅពេលដែលឈ្លានពានខ្មែរថៃបានយកវាមកប្រើប្រាស់បាញ់ថ្មើរជើងនៅសមរភូមិប្រាសាទតាក្របីនិងក្បែរព្រះវិហារហើយអានុភាពរបស់វានៅពេលយកមកបាញ់ថ្មើរជើងបែបនេះគឺសមត្ថភាពខ្លាំងក្លាសឹងមិនគួរឲ្យជឿជាមួយនឹងទម្ងន់522គីឡូក្រាមប្រើប្រាស់កង់ចំនួន4អាចរវល់ជុំបត់បែនគ្រប់ស្ថានភាពកាំភ្លើងការពារអាកាស Bufor 40mm L60 ប្រើប្រាស់គ្រាប់ប្រភេទ30គុណនឹង311mmអបាញ់បានចម្ងាយ7160ម៉ែត្រអត្រាល្បឿនគ្រាប់រត់850ទៅ880ម៉ែត្រក្នុង1វិនាទីវាអាចបាញ់បាន120គ្រាប់ទៅ140គ្រាប់ក្នុង1នាទីវាជាកាំភ្លើងការពារអាកាសស្វ័យប្រវត្តិដំបូងការនោះមិនថាឡម៉ង់ស្វីសអង់គ្លេសសុទ្ធសឹងតែប្រើប្រាស់វាក្នុងសង្គ្រាមនិងនាំគ្នាផលិតតាមរហូតដល់ធ្វើទំនើបកម្មវាដាក់លើនាវាចម្បាំងទៀតផងវាត្រូវប្រើប្រាស់ក្នុងសង្គ្រាមធំរហូតដល់21សង្គ្រាមឯណោះដូចជាសង្គ្រាមកូរ៉េសង្គ្រាមនៅឈូងសមុទ្រប៉ែកសង្គ្រាមវៀតណាមសង្គ្រាមស៊ីវិលនៅកម្ពុជានិងសង្គ្រាមថៃឈ្លានពានខ្មែរយើងនាឆ្នាំ2025កន្លងទៅថ្មីនេះដោយក្រុមទាហានថៃយកវាមកបាញ់ថ្មើរជើងហើយក្នុងសង្គ្រាមឈ្លានពាននេះដែរថៃប្រើទាំង Bufor 40mm L60 និង L70 រួមទាំងថេប51របស់ចិនដែលចិនទើបតែផ្ដល់ឲ្យថៃនាឆ្នាំ2015ឬក៏ឆ្នាំ2016តាមពិតទៅកម្ពុជាយើងក៏មានកាំភ្លើងការពារអាកាសប្រភេទនេះដូចថៃដែរហើយថែមទាំងមាន A60 របស់រុស្ស៊ីទៀតផងអំពី AZP A60 លដៅរុស្ស៊ីក្នុងឆ្នាំ1950វាមានទម្ងន់4600គីឡូក្រាមបណ្ដោយប្រវែង8ម៉ែត្រចុច5ប្រើប្រាស់កង់ចំនួន4អាចរវល់ជុំបត់បែនគ្រប់ស្ថានភាព A60 ប្រើប្រាស់គ្រាប់ប្រភេទ57គុណនឹង347mm SR បាញ់បានចម្ងាយ6000ម៉ែត្រអត្រាល្បឿនគ្រាប់រត់1000ម៉ែត្រក្នុង1វិនាទីអាចបាញ់បាន105គ្រាប់ទៅ120គ្រាប់ក្នុង1នាទីវាមានប្រព័ន្ធរ៉ាដាសម្រាប់មើលគោលដៅនិងប្រើប្រាស់កម្លាំងទាហានចំនួន7នាក់សម្រាប់ប្រតិបត្តិការនៅសម័យមុនវាត្រូវបានគេប្រើប្រាស់សម្រាប់បាញ់ទម្លាក់យន្តហោះចម្បាំងប៉ុន្តែដោយសារតែសម័យនេះយន្តហោះចម្បាំងប្រើប្រាស់បច្ចេកវិទ្យាទំនើបមានល្បឿនលឿនជាងសម្លេងអាវុធប្រភេទនេះលែងសូវមានប្រសិទ្ធភាពដូចមុនទៀតហើយត្រូវបានប្រទេសមួយចំនួនយកមកបាញ់ថ្មើរជើងវិញយើងសាកសម័យមើលថាធ្លាប់តែប្រើប្រាស់បាញ់ទម្លាក់យន្តហោះចម្បាំងដល់ពេលយកវាមកបាញ់ថ្មើរជើងជាមួយនឹងកម្លាំងគ្រាប់ផ្ទុះខ្លាំងវាក៏ក្លាយជាអាវុធគ្រោះថ្នាក់បំផុតសម្រាប់ទ័ពថ្មើរជើង